ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែករូបមន្តព្យាបាលជំងឺ3មុខទី1ជំងឺអសមត្ថភាពផ្លូវភេទទី2ជំងឺលើសជាតិស្ករទី3ជំងឺស្រវាំងភ្នែកព្រិលភ្នែកមើលពុំសូវច្បាស់ដំបូងពុកម៉ែបងប្អូនទៅរកដើមបាសឲ្យបានច្រើនបន្ទាប់មកយកមកហាន់ជាកង់ឬក៏ហាន់ជាចំណិតដើម្បីងាយស្រួលពេលដែលយកមកដាំទឹកសូមបញ្ជាក់ដើមបាសប្រើស្រស់ក៏បានឬក៏ហាលឲ្យស្ងួតក៏បានដែរវិធីប្រើបងប្អូនយកដើមបាសចំនួន1ក្តាប់ដៃដាំទឹកចំនួន2លីត្រឬក៏3លីត្រដាំឲ្យពុះរយៈពេល30នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរត្រឹមតែរយៈពេល3ថ្ងៃឡើងទៅអាការៈស្រវាំងភ្នែកព្រិលភ្នែកភ្នែកដុសកន្ទុយថ្លែនឬមួយក៏ឡើងបាយបងប្អូននឹងអាចមើលឃើញបាសបន្តិចម្ដងហើយចំណែកបងប្អូនដែលលើសជាតិស្ករទឹកនោមផ្អែមត្រឹមតែ3ថ្ងៃឡើងទៅបងប្អូនជួសជាតិស្ករមើលឃើញថាកម្រិតជាតិស្កររបស់បងប្អូនបានចុះមកដូចគ្នាចំណែកបងប្អូនបុរសដែលមានបញ្ហាខ្សោយអសមត្ថភាពផ្លូវភេទឆាប់ទន់ឆាប់ជ្រាយឆាប់ព្រោះទឹកលឿនសូមព្យាយាមហូបឲ្យបាន1អាទិត្យឡើងទៅឃើញថាអាការៈដែលធ្លាប់តែដេកស្ដោកស្ដឹងមិនស្ទុះមិនងើបឆាប់ទន់ឆាប់ជ្រាយរបស់បងប្អូននឹងស្ទុះរហ័សរហួនដូចដើមវិញហើយសូមបងប្អូនទទួលទានចុះមិនខុសបំណងទេសូមបញ្ជាក់ប្រសិនបើបងប្អូនចង់ជាវឱសថបុរាណយកទៅប្រើប្រាស់ខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកមានថ្នាំសមតម្រូវទៅតាមអាការៈជំងឺរបស់បងប្អូនសូមទំនាក់ទំនងលេខទូរស័ព្ទ0965650 264ពីខ្ញុំបាទប៉ុលសេរីសូមអរគុណ